បាទអូខេជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងមេរៀននេះយើងរៀនពីតិចនិចនៅក្នុងការវាយអត្ថបទឲ្យបានល្អដោយបងប្អូនឃើញស្រាប់នៅក្នុងមេរៀនរបស់ខ្ញុំនេះគឺបាទនៅក្នុងមេរៀនរបស់ខ្ញុំនេះបងប្អូនឃើញនៅវាធ្លាក់2ជួរអញ្ចឹងធ្លាក់2ជួរចាហើយតាមខ្ញុំដឹងមើលបងប្អូនទាំងអស់គ្នាប្រកាសជាមិនចង់ឲ្យវានៅ2ជួរទេមែនទេបាទឲ្យចង់នៅតែ1ជួរហើយបងប្អូនខ្លះគាត់អាចពង្រួមអក្សរនឹងឲ្យតូចអញ្ចឹងណាបាទពង្រួមវាថាពង្រួមវាយកលេខ10 11អីចឹងមកឬក៏10កត់អីចឹងមកដើម្បីឲ្យអក្សរនឹងវាអស់សរសេរមួយជួរទៅឲ្យអស់បាទប៉ុន្តែការធ្វើបែបនេះខ្ញុំគិតថាมันល្អទេព្រោះគោលបំណងរបស់យើងអត់ចង់ឲ្យអក្សរតូចជាងនឹងអញ្ចឹងណាយើងចង់រក្សាទំហំអក្សររបស់យើងនឹងឲ្យវារក្សានៅទំហំ12ដដែលទីហោថាយើងឆ្លាញ់12អញ្ចឹងណាយើងឲ្យអក្សររបស់យើងរក្សាទំហំ12ដដែលហើយយើងអាចសរសេរមួយជួរអស់តើណាបងប្អូនណាតើអ្វីដែលខ្ញុំនិយាយដែរបាទបងប្អូនមួយចំនួនភាគច្រើនគឺជួបច្រើនបាទខ្ញុំព្រីនខ្លួនឯងផ្ទាល់ឃើញបងប្អូនខ្លះយកសបុតប៉ុនដែលគាត់សរសេរគាត់វាយដោយខ្លួនឯងហ្នឹងយកមកឲ្យខ្ញុំព្រីននេះហ្នឹងឃើញកន្លែងខ្លះ2ជួរប៉ុន្តែទំហំហ្នឹងវាតែ11 12ទេបាទប៉ុន្តែអក្សរហ្នឹងឡើង2ជួរណាអញ្ចឹងតិចនិចនេះគឺបងប្អូនរៀនតាមខ្ញុំធ្វើតាមខ្ញុំគឺធ្វើកើត 100% ដោយយើងរក្សាទំហំនៅដដែលបាទប៉ុន្តែអក្សរយើងអាចសរសេរអស់ត្រឹមតែមួយជួរបាទតោះយើងទៅមើលទាំងអស់គ្នាដំបូងបងប្អូនចង់ធ្វើជួរណាឥឡូវជួរនេះជួរនេះដែលវាធ្លាក់មក2ជួរអញ្ចឹងបងប្អូនចង់ធ្វើវាហើយselectលើវាសិនអូខេselectលើវាអញ្ចឹងសិនមកបាទមើលតើបងប្អូនណាselectលើវាអញ្ចឹងសិនមកបន្ទាប់មកទៀតបងប្អូនចុច mouse ស្ដាំបាទចុច mouse ស្ដាំមកហើយបងប្អូនជ្រើសរើសយក font អូខេមើលតើបងប្អូនណាជ្រើសរើសយក font បន្ទាប់មកវាលោតផ្ទាំងនេះបងប្អូនមួយនេះផ្ទាំងហ្នឹងណាផ្ទាំងហ្នឹងមួយអញ្ចឹងនៅក្នុងផ្ទាំងនេះបងប្អូនចូលកន្លែង advanced នេះព្រោះហ្នឹងវាមាន2 block ណាមាន block font មួយហើយនិង block advanced មួយអញ្ចឹងបងប្អូនចូលកន្លែង advanced នេះមកបន្ទាប់មកទៀតនៅកន្លែង scale បងឃើញទេនេះ scale កន្លែង scale ហ្នឹងវាមានលេខវា 100% បាទអញ្ចឹង 100% នេះគឺជា original របស់វាជារបស់ដើមណាជារបស់ដើមរបស់វាគឺ 100% អញ្ចឹងយើងបរួមលេខនេះវិញយើងអត់បរួមទំហំអក្សរទេលេខនេះឥឡូវទីហោតែខ្ញុំដាក់វា90សាកមើលហើយខ្ញុំចុចអូខេណាចុចអូខេសាកមើលតើវាអត់អូខេបងប្អូនមើលទំហំណាទំហំនៅ12ដដែលទំហំនេះនៅ12ដដែលប៉ុន្តែអក្សរយើងជិតអស់ហើយអូខេឥឡូវខ្ញុំយក90វាអត់អស់ទេបាទខ្ញុំធ្វើភាសាទៀតខ្ញុំយក font ដដែលបាទមកស្ដាំយក font បន្ទាប់មកកន្លែង90ខ្ញុំដាក់8ចុះឥឡូវខ្ញុំដាក់ថា87សាកមើលណាអូខេ87អត់អស់ទៀតណាអញ្ចឹងខ្ញុំថែមទៀតបាទខ្ញុំដាក់85ចុះអូខេខ្ញុំដាក់85បន្ថយទៅអស់អូខេបងប្អូនឃើញទេបាទអស់បាទទំហំរបស់យើងគឺរក្សានៅ12ដដែលកន្លែង font size បងប្អូនណានេះកន្លែង font size នេះគឺវារក្សានៅ12ដដែលបាទប៉ុន្តែអក្សររបស់យើងគឺយើងអាចសរសេរអស់នេះគឺជា technique សម្រាប់អ្នកប្រើប្រាស់ក្នុងកម្មវិធី Word បើសម្រាប់ Corel សម្រាប់ Alas អីគឺវាអត់បញ្ហាទេបាទវាងាយស្រួលទេវាងាយស្រួលក្នុងការកែកុនងាយស្រួលក្នុងការពង្រីកពង្រួមទេបើតែ Word យើងតើធ្វើបែបនេះទើបយើងអាចសរសេរអក្សរហ្នឹងមកជួរអស់បាទអញ្ចឹងក្នុងមេរៀននេះខ្ញុំខ្លីៗទេបងប្អូនណាគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាបាទ